ភាហ្នឹងខ្ញុំនិយាយបងប្អូនការនិយាយខុសការពិតទី1វាជាតម្លៃខ្លួនរបស់យើងទី2វាគឺជាការឲ្យកាដូខ្លែងខ្លាយមួយឧទាហរណ៍យើងឲ្យលុយគេ$100ឲ្យគេយកទៅចាយកើតលុះតាទៅលុយពិតដល់ពេលយើងសរសើរគេខុសរឿងបងប្អូនដូចយើងឲ្យរបស់ខ្លែងខ្លាយទៅគេចឹងគេចាយវាអត់កើតទេអញ្ចឹងសួរតើខ្ញុំនិយាយជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហ្នឹងខ្ញុំនិយាយខុសរឿងបងប្អូនសរសើរខុសរឿងអត់ទេពីព្រោះទី1វាជាតម្លៃរបស់យើងអ្នកនិយាយអញ្ចឹងបានរឿងលើកទឹកចិត្តកូនក្មេងអីខ្ញុំអត់ដែលសរសើរវាឲ្យគូទេបងប្អូនទី1តម្លៃរបស់យើងនិយាយការពិតបើហើយអក្រក់អញថាអក្រក់មែនបើហើយល្អអញថាល្អមែនប៉ុន្តែខ្លួនឯងហ្នឹងមានចំណុចល្អដែរហើយមើលអត់ឃើញហើយឃើញតែចំណុចអាក្រក់របស់ខ្លួនឯងឲ្យចង់ស្លាប់ខ្លួនដល់ពេលអញមើលឃើញចំណុចល្អអញប្រាប់ថាអូនឯងនៅល្អកន្លែងនេះអញនេះអញមិននិយាយហួសការពិតទេណាប៉ុន្តែអញមើលមែនហើយនៅកន្លែងនេះអាហ្នឹងគេឲ្យលើកទឹកចិត្តខ្ញុំនិយាយជាមួយលោកនាយករដ្ឋមន្ត្រីខ្ញុំអត់បញ្ជើទេបងប្អូនកន្លែងណាគាត់ល្អខ្ញុំថាល្អកន្លែងណាគាត់អាក្រក់ខ្ញុំថាអាក្រក់កន្លែងណាកាលវេលាណាដែលមិនសមនិយាយការពិតខ្ញុំអត់និយាយគ្រាន់តែអត់និយាយប៉ុន្តែឲ្យនិយាយលើកអត់ទេទី1តម្លៃយើងទី2និយាយខុសការពិតឲ្យរបស់ខ្លែងខ្លាយទៅគេថ្ងៃណាគេដឹងថាយើងនឹងនិយាយការអត់ពិតបច្ចាយគេព្រោះចង់បានអីមួយគេដឹងថាដុល្លារហ្នឹងខ្លែងខ្លាយគេខឹងយើងគេថាយើងនឹងឲ្យរបស់ខ្លែងខ្លាយទៅគេអញ្ចឹងបានខ្ញុំពេលដែលនិយាយខ្ញុំនិយាយតែការពិតទេខ្ញុំអត់និយាយពលឹកទេព្រោះឲ្យរបស់ទៅគេត្រូវឲ្យរបស់ពិតទៅគេអញ្ចឹងបាននិយាយក្នុងរដ្ឋសភាហ្នឹងជាឱកាសមួយបងប្អូនដែលអាចធ្វើឲ្យយើងអាចធ្វើនយោបាយរហូតដល់សប្តាហ៍ថ្ងៃគាត់មានសមានចិត្តនឹងយើងគាត់ដឹងថាចិត្តយើងអត់អាក្រក់ចិត្តយើងធ្វើដើម្បីជាតិមែនប្រទេសមែនទោះបីជាយើងប្រឆាំងមួយគាត់តែប៉ុន្តែចិត្តយើងដើម្បីជាតិមែនគាត់ជាតិត្រូវបេះដូងហ្នឹងត្រង់ចំណុចហ្នឹងដែលខ្ញុំដេកនៅផ្ទះខ្ញុំចេះសប្បាយចិត្តគេថាឱកាសខ្លះបងប្អូនតែហួសទៅហើយហួសហ្មងដូចពេលវេលាអញ្ចឹងតែហួសទៅហើយហួសហើយអត់មានពេលវេលាដដែលមកទៀតទេនៅក្នុងរដ្ឋសភាខ្ញុំភ័យណាខ្ញុំខ្លាចណាខ្ញុំមិនចង់ហ៊ាននិយាយជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនទេណាខ្ញុំខ្លាចណាតែខ្ញុំចេះតែកាត់ក្នុងចិត្តថាបើអញឲ្យឱកាសនេះមួយកន្លងហួសទៅថ្ងៃក្រោយអញធ្វើនយោបាយនៅស្រុកខ្មែរយ៉ាប់អញមិនត្រូវឲ្យពេលវេលាហ្នឹងហួសទៅទេហេតុអីបានខ្ញុំមិនហ៊ាននិយាយមួយគាត់បងប្អូនទី1ខ្ញុំខ្លាចគាត់ផ្ទាល់នឹងហ្មងទី2ថ្ងៃហ្នឹងគាត់គម្រាមណាថាឈប់ឲ្យនិយាយពីរឿងហ្នឹងទៀតឈប់ឲ្យនិយាយយឹមសវណ្ណហើយនឹងសុនឆៃនិយាយឲ្យភ្លឹបដល់ចេញប្រុយទៅហ្មងសុទ្ធតែលោកនាយករដ្ឋមន្ត្រីនឹងស្អីមិនគោរពច្បាប់លោបសុទ្ធមនុស្សលោបសុទ្ធអីណាឲ្យនិយាយពុបដល់ចេញទៅហ្មងនាយករដ្ឋមន្ត្រីហ៊ុនសែនគាត់ខឹងគាត់ថាអីបញ្ញាប់ដល់ចេញម៉េចមិនចាំស្ដាប់អញនិយាយម្ដងដល់ពេលចឹងគាត់ច្អល់កាមេរ៉ាចឹងគាត់ថាពួកហ្នឹងវាចេញទៅខាងក្រៅវាអង្គុយមើលហើយអញ្ចឹងច្អល់ថាកុំនិយាយទៀតណាតែនិយាយទៀតគុកទៀតអញ្ចឹងហើយដល់ពេលគាត់ហាមមិនឲ្យនិយាយឯងលើកដៃនិយាយបងប្អូនចាស់ណាមើលនៅផ្ទះឯនេះម្ដាយមីងខ្ញុំថាអូយអញអត់ហ៊ានមើលទូទេអញភ័យមិនឲ្យទៅនិយាយចុះខ្ញុំចេះតែនឹកក្នុងចិត្តអូយអញទៅឲ្យឱកាសមួយហ្នឹងកន្លងហួសទៅមិនបានទេខ្ញុំលើកដៃនិយាយតោះបានពេលហ្នឹងពេលនិយាយទៅបងប្អូនអង្គប្រជុំទាំងអស់សប្បាយចិត្តទាំងអស់គេថាយើងនឹងយកចិត្តខ្លាចនាយករដ្ឋមន្ត្រីហ៊ុនសែនណាស់ដោយសំរងស៊ីថាវាអត់សំខាន់រឿងខ្លាចទេបងប្អូននយោបាយជាសិល្បៈធ្វើឲ្យបានសម្រេចគោលដៅអញ្ចឹងបានគេទៅរៀនណាសាលានយោបាយគេទៅរៀនអញ្ចឹងណាហើយចុះបើអ្នកដែលគ្រប់គ្រងសំរងស៊ីល្បីឲ្យតែអាណាចេះជេរហ៊ុនសែនដឹងតែពីប្រជាពលរដ្ឋហ្នឹងបោះឆ្នោតឲ្យហ្មងប៉ុន្តែជេរឲ្យខូចការរហូតជេរឲ្យជាប់គុករហូតមិនឃើញហើយ3នាក់ជាប់គុករហូតអាប្រាក់ខែក៏មិនឡើងជាប់គុកឥឡូវបាតកម្មសុំជាប់គុកនឹងចេញបានតែជាប់គុកនឹងចេញអូជោគជ័យបើគុំតែញួនញងឲ្យបាតកម្មហ្នឹងជាប់គុកអីដូចបូឡូរ៉ូរំទៅមុខរំទៅក្រោយរំទៅមុខរំទៅក្រោយដាច់ដីហុយឡើងជុកដល់លើប្រហែលធ្វើដំណើរពីកំពង់ស្ពឺដល់កំពង់សោមទៅមើលបូឡូរ៉ូដល់ទៅហ្នឹងជាប់23នាក់ដោះមកវិញដោះឲ្យជាប់ឲ្យដោះឲ្យជាប់ឲ្យដោះទៅចឹងហើយថ្ងៃមុនណាទៅព្រះអង្គដងកើគេហៀបចាប់ទៀតហ្នឹងលោតែចាប់ទៅបាតកម្មសុំឲ្យដោះឲ្យជោគជ័យថាស្រុកខ្មែរតែចឹងតែអាធឺហ្នឹងហើយបន្តិចទៀតប្រជាពលរដ្ឋយល់ថាអំនឹកចឹងល្បីព្រោះបោះឆ្នោតឲ្យធ្វើនយោបាយឲ្យជប់វាល្ងឹតយ៉ាងនោះបងប្អូនវាធ្វើឲ្យកើតទី1ទឹកចិត្តរបស់វាមិនមែនជាអ្នកជួយទី2សិល្បៈនៃការដោះស្រាយបញ្ហាក៏អត់ចេះហើយដល់មនុស្សខ្មែរវាល្ងងនឹកខ្មែរល្ងងណាមិនដឹងយកឲ្យគេធ្វើមិនផងដល់ពេលឃើញតែអាណាវកវាក់គាត់ទៅអូនឹងខ្លាំងណាស់បោះឆ្នោតឲ្យវាទៅតំទីអញ្ចឹងបងប្អូនតំទីអញ្ចឹងចំណែកយើងវិញយើងបង្រៀនប្រជាពលរដ្ឋឲ្យយល់ពីរបៀបនៃការធ្វើនយោបាយពីគុណសម្បត្តិរបស់បុគ្គលដែលអាចធ្វើនយោបាយដល់មនុស្សខ្មែរមិនដែលគិតទៅដូចឡាន10ឆ្នាំដែលបើកផងដល់ពេល10ឆ្នាំក្រោយទៅបើកដេមរើមកអាខ្លះជួយរុញផងអាខ្លះជួយអីផងវា
ពាំងមកហើយដល់រុញខ្លាំងពេកទៅវាដាច់ចង្វាក់ដាច់កង់ដាច់អីអស់ទៅមនុស្សខ្មែរស្ដាប់ធម៌ចិត្តតែស្មិចភ្នែកតែចឹងដាច់គិតអីដល់ពេលយើងហៅគាត់មកគិតនោះគាត់ថាស្ដាប់ខំវាស្ដាប់ជួយក្បាលវាចិត្តដាច់ខ្សែពៀនក្នុងក្បាលគាត់នោះវាចង់បង្រៀនឲ្យចេះគិតប៉ុន្តែមនុស្សខ្លះវាអត់សមត្ថភាពមកក្បាលពាំងរាប់ឆ្នាំហើយបងប្អូនអើយបងប្អូននឹងទៅតាមអនឡាញសំភ័យតូនសូមចាប់ណាប់ដំគ្រាដំបងរបស់ខ្ញុំតែប៉ុណ្ណេះសូមអរគុណ